បុគ្គលិកខ្លះខឹងមេហើយដាក់ពាក្យឈប់បងធ្លាប់ទេអីចុះបងអត់ធ្លាប់ទេកុំធ្វើអញ្ចឹងនេះខ្ញុំជូនទៅដល់បុគ្គលិកកុំយកហេតុផលនៃការខឹងដើម្បីកាត់ផ្ដាច់ការងារខ្លួនឯងជាទូទៅក្នុងជីវិតមួយនេះការសម្រេចចិត្តគឺត្រូវឲ្យច្បាស់បន្តិចណាដូចតួយ៉ាងយើងឈប់ពីការងារមួយទៅការងារមួយវាមិនមែនដោយសារគេធ្វើឲ្យយើងខឹងហើយយើងទៅសម្រេចចិត្តបោះបង់ទេឬក៏ឈប់ធ្វើការងារហ្នឹងទេអាហ្នឹងគឺដូចកូនក្មេងអញ្ចឹងបងធ្លាប់ពីក្មេងពេលបងលេងមានចាំឯងពីក្មេងខ្ញុំចាំកាលនៅក្មេងយើងទាំងអស់គ្នាពេលខឹងគ្នាឆ្លោះគ្នាយើងនិយាយថាម៉េចអញឈប់លេងមួយឯងអញឈប់លេងជាមួយឯងត្រូវទេបងអាហ្នឹងភាសាអ្នកស្រុកខ្សែរាល់ថ្ងៃហ្នឹងក៏នៅអញ្ចឹងដែរបងហ្នឹងហើយប៉ុន្តែយើងធំហើយណាឥឡូវនេះមិនមែនកូនក្មេងខឹងគ្នាត្រូវដាក់ពាក្យឈប់ខឹងគ្នាត្រូវសម្រេចចិត្តបោះបង់មិនមែនទេអាហ្នឹងគឺជាផ្នត់គំនិតដែលធ្វើឲ្យបរាជ័យគិតចេះវិញខ្ញុំនិយាយមិញរួចបន្តិចហើយនៅក្នុងជីវិតមួយនេះការសម្រេចចិត្តធំការដូរការងារការឈប់ពីការងារគឺសុទ្ធតែជាការសម្រេចចិត្តធំអញ្ចឹងកុំយកអាហេតុផលតូចតាចហ្នឹងប៉ុន្តែសួរថាគួរតែខឹងឯរឿងខ្លះវាគួរតែខឹងមែនប៉ុន្តែកុំដោយសារអាកំហឹងហ្នឹងទៅធ្វើការសម្រេចចិត្តបែបហ្នឹងពេលខ្លះយើងត្រូវទ្រាំពេលខ្លះយើងត្រូវខំមាត់ពេលខ្លះយើងត្រូវបំភ្លេចពេលខ្លះក៏យើងត្រូវធ្វើមិនលឺដោយសារតែផែនការរបស់យើងកំពុងតែដំណើរការវាអត់ទាន់ដល់ផ្លូវបត់វាអត់ទាន់ដល់ផ្លូវចាក់ចេញពីកន្លែងហ្នឹងវាអត់ទាន់ដល់ពេលគ្រប់យ៉ាងពេលដែលយើងរៀបវាត្រូវមានពេលវេលារបស់វាណាស់តែយើងមិនរៀបផែនការជីវិតណាឬក៏ប្លង់មេជីវិតបានអានសភៅហ្នឹងខ្ញុំសរសេរដល់ទៅពេលអញ្ចឹងយើងធ្វើការសម្រេចចិត្តតាមអារម្មណ៍ប្រយ័ត្នឲ្យមែនទេកុំធ្វើការសម្រេចចិត្តតាមអារម្មណ៍ខឹងគេអាហ្នឹងអារម្មណ៍ដែរ